គុំពុកម៉ែបងប្អូនមកកាន់ព័ត៌មាននៅថ្ងៃទី22ខែធ្នូឆ្នាំ2025នេះព័ត៌មាននេះខ្ញុំលម្អិតអំពីរឿងដែលយោធាថៃគឺមិនត្រឹមតែឆ្លៀនពៀនមកលើទឹកដីរបស់កម្ពុជានោះទេគឺថែមទាំងคล้ายទៅជាចៅលួចទ្រព្យរបស់ពលរដ្ឋខ្មែរថែមទៀតផងតាមរយៈរូបភាពពីសន្លឹកដែលពលរដ្ឋថៃចែករំលែកក្នុងTelegramគ្នាឯងនៅព្រឹកថ្ងៃទី22ធ្នូនេះគឺបង្ហាញអំពីយោធាថៃមួយក្រុមដោយបានលួចយកគ្រឿងសង្ហារិមប្រណិតមានដូចជាកៅអីជាដើមលើកដាក់រថយន្តយោធាចេញពីក្នុងផ្ទះរបស់ប្រជាពលរដ្ឋខ្មែរឬទីតាំងណាមួយដែលវាបានលួចចូលទៅនោះបងប្អូនគឺមានន័យថាយោធាថៃមួយក្រុមគឺបានចូលទៅលួចគ្រឿងសង្ហារិមរបស់ប្រជាពលរដ្ឋខ្មែរដែលបងប្អូនបានឃើញរូបភាពហើយគឺយោធាថៃគឺចូលទៅលួចបងប្អូនឃើញតាមរយៈរូបភាពនេះគឺមានដូចជាកៅអីជាដើមក្នុងក្រុម Telegram មួយដែលមានឈ្មោះថា Update ថៃប៉ោយប៉ែតពុកម៉ែបងប្អូនដែលត្រូវជនជាតិថៃជាអ្នកបង្កើតក្រុម Telegram នេះឡើងគឺដើម្បីផ្ដល់ព័ត៌មានដល់ជនជាតិថៃគ្នាឯងដែលកំពុងតែរស់នៅក្នុងទីក្រុងប៉ោយប៉ែតជាក់ស្ដែងនេះឯងពុកម៉ែបងប្អូនអង្គភាពរបស់យើងខ្ញុំបានប្រើ AI ដើម្បីពិនិត្យមើលរួចរាល់ទៅហើយបង្ហាញអំពីថាគឺជារូបភាពពិតបងប្អូនរូបភាពដែលថៃយោធាថៃអង្គុយលើកៅអីនេះគឺជាគ្រឿងសង្ហារិមប្រណិតគឺជារូបភាពពិតគឺមិនមែនជារូបភាពคล้ายឬក៏រូបភាព AI នោះទេអ្នកចែករំលែករូបភាពទាំងនេះបានប្រើរូបសញ្ញា sticker ក្បាលខ្មោចដោយបិទទៅលើមុខយោធារបស់ថៃគឺយោធារបស់ថៃខ្លួនឯងនេះមុននឹងចែករំលែកនៅក្នុងក្រុម Telegram ហើយក្រោយមកបន្តិចក៏បានលុបចេញពីក្រុម Telegram នេះវិញព្រោះខ្លាចគេដឹងអំពីទង្វើថោកទាបរបស់យោធារបស់ខ្លួនពិសេសខ្លាចកម្ពុជាយកធ្វើជាផុសតាងដែលបញ្ជាក់ថាយោធាថៃទាំងនោះគឺចូលទៅលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរនៅឯក្នុងភូមិជាក់ស្ដែងតែម្ដងបងប្អូនហើយនេះដែរគឺជាក្រុម Telegram ដែលបានថៃបានបង្កើតនោះគឺមានឈ្មោះជាអក្សរថៃជាមួយនឹងទង់ជាតិថៃបូករួមជាមួយនឹងទង់ជាតិខ្មែរផងដែរពុកម៉ែបងប្អូនដោយក្រុមដែលមានឈ្មោះថា Update ថៃប៉ោយប៉ែតនេះឯងហើយទោះជាយ៉ាងណារូបភាពទាំងនេះត្រូវបានគេរក្សាទុកទៅហើយមុននឹងថៃនោះគឺលុបចេញពីក្រុម Telegram បងប្អូនហើយម្យ៉ាងទៀតរូបភាពទាំងនេះក៏ត្រូវបានប្រជាពលរដ្ឋជាមួយនឹងបណ្ដាញសារព័ត៌មានរបស់ខ្មែរយើងមួយចំនួនយកទៅបង្ហោះនៅលើបណ្ដាញសង្គមដូចជា Facebook YouTube Telegram រួចរាល់ហើយដែរហើយយើងមិនទាន់ដឹងអំពីព័ត៌មាននោះថាយោធាថៃចូលទៅយកគ្រឿងសង្ហារិមទាំងនោះឬអាចរបស់របរផ្សេងទៀតពីផ្ទះប្រជាពលរដ្ឋរបស់ខ្មែរដែលនៅក្នុងតំបន់ណាមួយតែប្រហែលជាដល់ស្ថិតនៅក្នុងឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់នេះឯងពុកម៉ែបងប្អូនតាមរយៈរូបភាពដែលបានបង្ហោះឡើងមកដោយក្រុមថៃនេះតែម្ដងបងប្អូនហើយគួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី20ធ្នូកាលពី20ធ្នូថ្មីនេះគឺយោធាថៃបានឈ្លានពានទើបតែរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើផ្ទះរបស់ប្រជាពលរដ្ឋលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរដោយយោធាថៃបានឈ្លានពានបានចូលទៅក្នុងផ្ទះប្រជាពលរដ្ឋខ្មែរនៅក្នុងឃុំថ្មដាដោយមានជាមួយនឹងប្រដាប់ដោយកំភ្លើងចូលមកក្នុងផ្ទះប្រជាពលរដ្ឋខ្មែរតែម្ដងហើយឃើញរយៈតាមសកម្មភាពប្រៃផ្សាយរបស់ចៅថៃនេះថតជាប់ដោយកាមេរ៉ាសុវត្ថិភាពពីផ្ទះប្រជាពលរដ្ឋ
នឹងត្រូវបានបាទពលរដ្ឋខ្មែរជាម្ចាស់ផ្ទះក៏យកទៅបាទចែករំលែកគឺផ្អើលខ្លាំងមែនទែនបងប្អូនតាមរយៈបណ្ដាញសង្គមគឺមានអ្នកទស្សនារហូតដល់រាប់អមឯណោះជាបាទចំពោះបាទយោធាថៃបានប្រើនៅកំភ្លើងដើម្បីបាទចូលទៅឆាយឆេរនៅក្នុងបាទផ្ទះរបស់ពលរដ្ឋខ្មែរនៅខាងថ្មដានៅខាងខេត្តពោធិ៍សាត់នេះបងប្អូនមិនត្រឹមតែបាញ់បាទបើកការវាប្រហារនិងរំលោភបំពានអធិបតេយ្យភាពរបស់កម្ពុជានោះទេប៉ុន្តែយោធាថៃបែរជាធ្វើជាចោលបានលួចបាទប្លន់ថែមទៀតផងបងប្អូនបាទមិនត្រឹមតែបាទយកកំភ្លើងមកដើម្បីបង្កសង្គ្រាមជាមួយនឹងបាទខ្មែរនោះទេខែមទាំងបាទលួចយកទ្រព្យសម្បត្តិរបស់ខ្មែរនៅក្នុងបាទទឹកដីខ្មែររបស់ប្រជាពលរដ្ឋខ្មែរថែមទៀតផងបាទគិតចាប់ពីថ្ងៃទី7ធ្នូមកដល់ថ្ងៃទី22នេះបាទគឺមានរយៈពេលរហូតដល់16ថ្ងៃទៅហើយពុកម៉ែបងប្អូនបាទដែលយោធាថៃបានបើកការវាយប្រហារបាទមានន័យថាចាប់ប្រយុទ្ធចាប់ពីថ្ងៃបញ្ចប់ថ្ងៃទី7ចូលថ្ងៃទី8មកដល់ថ្ងៃទី22នេះគឺមិនទាន់បាទបញ្ចប់នៅឡើយទេហើយគឺមានរយៈពេល16ថ្ងៃបាទចាប់តាំងបាទពីថ្ងៃត្រង់ទៅបងប្អូនអរគ្នាហើយក្នុងរាជធានីកូឡាឡាំពូរបស់ប្រទេសបាទម៉ាឡេស៊ីដោយមានរដ្ឋមន្ត្រីបាទការបរទេសកម្ពុជានិងមួយនឹងថៃក៏បានចូលរួមដោយផ្ទាល់ផងដែរដើម្បីបាទស្វែងរកនៅដំណោះស្រាយអំពីចំនួនរវាងប្រទេសទាំងពីរដែលហៅថាផ្ទះរបងជាមួយគ្នានៅពុកម៉ែបងប្អូនទោះជាយ៉ាងណាក៏ដោយក៏យោធាថៃបាទគ្មានខ្វល់ជាមួយនឹងអ្នកណានោះទេបាទគ្មានបើកភ្នែកមើលកិច្ចប្រជុំស្អីនោះទេដោយនៅតែបាទបន្តបាញ់ប្រហារមកលើបាទប្រទេសកម្ពុជាដដែលពុកម៉ែបងប្អូនអ្នកគ្នាទោះបីជាមានការប្រជុំពិសេសយ៉ាងណាក៏ដោយក៏ថៃនៅតែបន្តកំពុងតែប្រជុំបដាថៃកំពុងតែបាញ់ប្រហារមកលើបាទកម្ពុជាដដែលពុកម៉ែបងប្អូនมันគិតពីពេលមុនទេគឺចាប់តាំងពីល្ងាចថ្ងៃទី21ធ្នូរហូតមកដល់ម៉ោង12ថ្ងៃត្រង់នៅថ្ងៃទី22ធ្នូនេះយោធាថៃនៅតែបន្តបាញ់ប្រហារតាមភូមិសាស្ត្រនានានៅក្នុងបាទខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាមានដូចជាខេត្តឧត្តរមានជ័យនិងខេត្តបាត់ដំបងជាដើមដែលបណ្ដាលឲ្យបាទប្រជាពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់នៅក្នុងបាទខេត្តបាត់ដំបងរងរបួសផងដែរបងប្អូនបើមើលតាមរយៈរូបភាពដែលបានបាទផ្សព្វផ្សាយនេះគឺផ្ទះប្រជាពលរដ្ឋបាទជាច្រើនខ្នងណាស់ដែលបានយោធាថៃកំទេចបងប្អូនកំទេចគ្មានសល់នោះទេបាទបន្ថាធ្លុះដំបូលបាទពីលើមកគឺបាទជំហរចម្បាំង S6 គឺធ្លាក់មកដើម្បីបាទធ្វើឲ្យផ្ទះប្រជាពលរដ្ឋខ្មែរយើងបងប្អូនគ្នាមើលតាមរូបភាពនេះទៅគឺបាទមានការធ្លុះធ្លាយជាច្រើនខ្លាំងមែនតើពុកម៉ែបងប្អូនហើយជាពិសេសបងប្អូនបានឃើញហើយផ្សែងច្រើនណាស់បងប្អូនដោយទម្លាក់ចេញពីបាទយន្តហោះចម្បាំងគឺ S16 ផងដែរពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនដែលបានតាមដាននិងស្ដាប់នៅព័ត៌មានមួយនេះខ្ញុំនឹងអាប់ដេតព័ត៌មានថ្មីដើម្បីចែកជូនដល់ពុកម៉ែបងប្អូនបាទទស្សនាជាបន្តទៀតបាទសូមអរគុណ